ប្រវត្តិខ្លីៗស្ដីអំពីទិវាពលកម្មអន្តរជាតិប្រវត្តិរបស់វាមានប្រភពចេញពីចលនាពលកម្មក្នុងសតវត្សទី19ដែលជាកន្លងមួយនៃការតស៊ូដើម្បីសិទ្ធិការងារដែលមានសមធម៌នៅទសវត្សរ៍ឆ្នាំ1880ពលករអាមេរិកចាប់ផ្ដើមចលនាតស៊ូសម្រាប់ម៉ោងការងារតែ8ម៉ោងក្នុងមួយថ្ងៃនៅពេលនោះពលកម្មខ្លះត្រូវធ្វើការរហូតទៅដល់10ទៅ16ម៉ោងក្នុងមួយថ្ងៃនៅទីក្រុង Chicago ការបាតកម្មនាំឲ្យមានការប៉ុនប៉ងបំពេញពីសំណាក់ប៉ូលីសនិងមានហិង្សាខ្លាំងក្នុងព្រឹត្តិការណ៍ Haymaker Affair ដែលបណ្ដាលឲ្យមានការស្លាប់និងជាប់ឃុំរបស់កម្មករជាច្រើននាក់ដោយសារការតស៊ូដ៏ខ្លាំងនេះនៅឆ្នាំ1889សន្និសីទអន្តរជាតិរបស់ពលរដ្ឋបានសម្រេចឲ្យថ្ងៃ1ខែឧសភាជាថ្ងៃបញ្ជាក់សិទ្ធិនិងសន្តិភាពសម្រាប់កម្មករទូទាំងពិភពលោកហើយនេះគឺជាសារៈសំខាន់នៃទិវាពលកម្មអន្តរជាតិទី1សិទ្ធិការងារសមរម្យនៃកម្លាំងពលកម្មទី2ធានាបាននូវសុវត្ថិភាពសុខភាពទី3ទទួលបាននូវសិទ្ធិជាសមាជិកសហជីពទី4ទទួលបានការលើកទឹកចិត្តដល់ការងារសុចរិតទី5ប្រយុទ្ធប្រឆាំងការកេងប្រវ័ញ្ចកម្លាំងពលកម្មទី6លើកកម្ពស់សុខុមាលភាពកម្មករហើយប្រទេសកម្ពុជាយើងចូលរួមទិវាពលកម្មអន្តរជាតិជាផ្លូវការចាប់តាំងពីឆ្នាំ2001មកម្លេះឆ្នាំ2025នេះគឺជាការប្រារព្ធខួបលើកទី136នៃទិវាពលកម្មអន្តរជាតិសូមចុច like និងចុច share ដើម្បីទទួលបានចំណេះដឹងទូទៅបន្ថែមទៀតសូមអរគុណចំពោះការតាមដានស្ដាប់